còn đôi mai mình bụi thọc ấy ngày từ cho sọc nơi Japan này ngày nó một cái một mà nó tiệt nèเขานี่ខ្ញុំជេរបានណាបងប្អូនខ្ញុំនិយាយវីដេអូនេះសាច់រឿងតែមួយខ្ញុំប្រើពី account ណាមួយអត់ជេរទេហើយបងប្អូនចូល follow នៅ account នេះផងខ្ញុំដាក់ link នៅខាងក្រោម account TikTok នេះគឺជេរបានជេររាយវាមកឆ្ងាញ់ហ្មងណាដោយសារតែពូជវាថោកសណ្ដានមេដឹកនាំវាក៏ថោកដែរក្បត់ជាតិ3ជំនាន់ហ្នឹងឲ្យវាងាប់ចោលកើតមកភ្លាមចង្រៃដល់ឲ្យវាហើយដល់ពេលម៉ែវាជាប់គុកទៀតណារហូតដល់ឥឡូវនាំចង្រៃដល់កូនចៅវាទៀតស្ដាប់សម្ដីវាទៅទាំងអស់គ្នាស្ដាប់សិនបាទអន្តរជាតិ ICJ ព្រមកាត់ទឹកដីខ្មែរយកទៅឲ្យសៀមតាមស្របច្បាប់មូលហេតុមិនមែនយកតាមផែនទីរបស់ខ្មែរពិតប្រាកដឬក៏ផែនទីដែលដាក់នៅអង្គការសហជីវជាតិទេខ្លាចតែនាយករដ្ឋមន្ត្រីខ្មែរយើងនេះយកផែនទីរបស់សៀមដែលគេគូដោយផ្ទាល់ដៃយកទៅដាក់នៅប្តឹងតុលាការអន្តរជាតិ ICJ អាត្រង់នឹងឲ្យរដ្ឋាភិបាលខ្មែរត្រូវបង្ហាញផែនទីពូជម៉ែថ្ងៃដែលគេគូខ្លួនឯងថ្ងៃយកទៅប្តឹងគេនៅតុលាការហ៎បាទខ្ញុំសុំទោសណាជេរស្រីណាជេររៀងមុតនេះតិចដល់ថាត្រង់អត់បានណាពេលដែលនិយាយ account មនុស្សគឺជេរអត់បានទេណាពិបាកណាស់ណាឬក៏ពូជម៉ែថ្ងៃហ្នឹងធ្លាប់យកប្លង់ផ្ទះរបស់ថ្ងៃហ្នឹងប្លង់ផ្ទះឆ្លោះចំនួនម៉ែហ្នឹងយកអាគេគូផែនទីគូនៅលើกระดาษធម្មតាហ្នឹងយកទៅប្តឹងគេឈ្នះដែរណារដ្ឋាភិបាលគេធ្វើដល់រដ្ឋាភិបាលប្តឹងដល់ជា ICJ តុលាការអន្តរជាតិណាមិនមែនតែប្តឹងមិនមែនតែប្តឹងអ្នកលុបស្លាត់ស្អុយដូចម៉ែថ្ងៃគេណាផែនទីគេគូមកសិតតែមានសន្ធិសញ្ញារបស់គេណាតម្កល់បារាំងសៀមនៅឆ្នាំ1960ថ្ងៃស្រាប់បានទេថ្ងៃចេះពាក្យខ្មែរតាម1960ឯងមានសណ្ដានថោកណាឬក៏ពូជម៉ែហ្នឹងម៉ែថ្ងៃឬក៏ពូជអាសំរាំងស៊ីហ្នឹងវាបដៅថ្ងៃឲ្យនិយាយតែមូលបកាច់និយាយតែលៀបពណ៌ចឹងបានថ្ងៃរស់បានសុខបើក្រៅពីលៀបពណ៌ខ្មែរហ្នឹងបំផ្លាញខ្មែរថ្ងៃចេះធ្វើអីខ្លះឬក៏ម៉ែថ្ងៃបង្កើតថ្ងៃមកសង្កេតតែធ្វើរឿងថោកទាបអញ្ចឹងទេគាត់ថាធ្វើរឿងថោកទាបអញ្ចឹងគាត់ប្រាប់ថាពូជខ្ញុំគឺអញ្ចឹងហ្មងប្រាប់តែអញ្ចឹងមកអញលេងជាថ្ងៃមួយជីវិតតែបើពូជថ្ងៃនៅថាថ្ងៃស្នេហាជាតិថ្ងៃថ្លៃថ្នូរអញនៅតែជាឯងរហូតដល់ថ្ងៃងាប់អញប្រាប់ចេះពូសណ្ដានថ្ងៃវាថោកណាខ្មែរយកពាក្យតែប្តឹងនៅតុលាការ ICJ ក៏នៅទឹះទៀតទឹះរម៉ែថ្ងៃអីឬមួយជីវិតនឹងថ្ងៃគិតពីទឹះហ្មងយីមានពូជថោកនេះ